សម្រាប់អ្នកធ្វើការ office សូមកែប្រែប្រសិនបើមានទម្លាប់ទាំង5នេះអ្នកធ្វើការក្នុង office ឬការិយាល័យតែងផ្លេចខ្លួនធ្វើទម្លាប់ច្រើនយ៉ាងដែលកំពុងបង្កហានិភ័យចំពោះសុខភាពក៏ដូចជាអាយុជីវិតរបស់ខ្លួនឃើញការស្លៀកពាក់ស្អាតបាតធ្វើការតែមួយកន្លែងតែអ្នកដែលធ្វើការបែបនេះហើយងាយបង្កើនទម្លាប់អាក្រក់បំផុតដូចនេះបើទម្លាប់ទាំងនេះនៅកន្លែងធ្វើការគួរប្រញាប់កែប្រែជាបន្ទាន់ពុំដូច្នោះទេអ្នកនឹងប្រឈមនឹងអាយុខ្លីមិនខាន 1. អង្គុយស្ងៀមមួយកន្លែងការអង្គុយជាប់រយៈពេលយូរឬកង្វះការធ្វើសកម្មភាពរាងកាយស្ទើរពេញមួយថ្ងៃវាអាចបង្កើនហានិភ័យប្រឈមដូចជាឡើងទម្ងន់កើតជំងឺទឹកនោមផ្អែមកើតជំងឺសរសៃឈាមបេះដូងនិងជំងឺរ៉ាំរ៉ៃជាច្រើនទៀតផងអ្វីដែលអាចជួយបានត្រូវឧស្សាហ៍ធ្វើសកម្មភាពដើរចុះឡើងក្រោកឈរពត់ពេនខ្លួនឬផឹកទឹកឲ្យបានច្រើនដើម្បីបានដើរចុះឡើងទៅបន្ទប់ទឹក 2. អេរយាប័តអង្គុយមិនត្រឹមត្រូវការអង្គុយខ្ពស់ពេកអង្គុយទាបពេកអង្គុយវិចខ្លួនឬប្រើកៅអីធ្វើការមិនត្រឹមត្រូវតាមស្តង់ដារអាចប្រឈមនឹងបញ្ហាសន្លាក់ឆ្អឹងផ្សេងៗរួមមានឈឺឆ្អឹងខ្នងឈឺឆ្អឹងកនិងខូចសន្លាក់ 3. ទម្លាប់ញ៉ាំអាហារមិនល្អអ្នកធ្វើការ office ច្រើនតែញ៉ាំអាហារសម្រន់ឆ្ងាញ់មាត់ឬអាហារណាដែលគ្រាន់តែចម្អែតមួយពេលដូចជាភេសជ្ជៈផ្អែមនិងពពុះអាហាររហ័សដែលវាបណ្ដាលឲ្យឡើងទម្ងន់កើតបញ្ហាប្រព័ន្ធមេតាបូលីសនិងបញ្ហាសរសៃឈាមបេះដូងបើអ្នកមានទម្លាប់នេះគួរផ្លាស់ប្ដូរមកអាហារដែលល្អចំពោះសុខភាពនិងអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមវិញទើបល្អប្រសើរ 4. ទម្លាប់ stress ការទម្លាប់ធ្វើការបែប stress ហើយ stress រ៉ាំរ៉ៃដោយមិនរិះរកវិធីដោះស្រាយឲ្យប្រសើរឡើងវានឹងប្រឈមបញ្ហាទាំងរាងកាយនិងខួរក្បាលជាក់ស្ដែង stress រ៉ាំរ៉ៃអាចបង្កើនការប្រឈមខ្ពស់នៅបញ្ហារួមមានជំងឺថប់បារម្ភជំងឺបាក់ទឹកចិត្តជំងឺលើសឈាមនិងជំងឺបេះដូងជាដើមគួរបង្កើនយុទ្ធសាស្ត្រការងារឡើងវិញបង្កើតបរិយាកាសការងារដែលជំរុញដល់អារម្មណ៍អ្នកធ្វើការហើយចុងសប្តាហ៍គួរឆ្លៀតទៅបន្ធូរអារម្មណ៍នៅកន្លែងស្រស់ស្រាយនិងជួបមនុស្សថ្មីៗបង្កើនទំនាក់ទំនងច្រើនទើបល្អប្រសើរ 5. ធ្វើការច្រើនម៉ោងឬថែមម៉ោងជាប្រចាំអាចប៉ះពាល់ដល់ដំណេកជួនកាត់ជាទម្លាប់គេងមិនលក់ថែមទៀតផងសកម្មភាពនេះអាចប៉ះពាល់ដល់មុខងារខួរក្បាលដូចជាការគិតអារម្មណ៍មុខងារប្រព័ន្ធការពាររាងកាយនិងសុខភាពទូទៅគួររៀបចំកាលវិភាគការងារឡើងវិញនិងត្រូវចេះបត់បែនដើម្បីមានពេលគ្រប់គ្រាន់សម្រាប់គេង